Hello អ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបធ្វើជ្រក់ជើងមាន់ងាយៗទុកញ៉ាំនៅផ្ទះអីចឹងណាអ្នកទាំងអស់គ្នាតើលើកុំឲ្យខាត់ពេលយូរយើងចូលទៅមើលទាំងអស់គ្នាជំហានទី1អ្នកទាំងអស់គ្នានេះគឺយើងបើកទឹកមកគឺលាងជើងមាន់ដែលយើងបានកាប់ហើយហ្នឹងលាងសម្អាតវាឲ្យស្អាតមកអ្នកទាំងអស់គ្នាពី3ទឹកយើងលាងជាមួយនឹងអំបិលផងអ្នកទាំងអស់គ្នាដើម្បីឲ្យជើងមាន់របស់យើងហ្នឹងកាន់តែស្អាតជាងមុននេះអញ្ចឹងទៅបន្ទាប់មកយើងស្រង់វាមកទុកនឹងកញ្ច្រាញឲ្យស្រស់ទឹកហើយយើងបើកទឹកមកលាងជាមួយនឹងគ្រឿងក្រៅដែលយើងត្រូវយកទៅធ្វើជ្រក់ជើងមាន់ហ្នឹងឲ្យបានស្អាតល្អអ្នកទាំងអស់គ្នាចាយគ្រឿងក្រៅទាំងនោះមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចហើយម្ទេសហើយមានក្រូចឆ្មាទៀតផងដែរអ្នកទាំងអស់គ្នាកុំភ្លេចដាក់ខ្ទឹមសខ្ទឹមក្រហមចូលផងណាអ្នកទាំងអស់គ្នាហើយនេះគឺជាគ្រឿងដែលយើងបានលាងវាទុកដាក់ឲ្យស្អាតមកហើយយើងយកវាទៅទុកមួយកន្លែងបន្ទាប់មកគឺយើងយកហ្គាសមកដើម្បីនឹងដាក់ដាំទឹកដើម្បីនឹងស្រុះជើងមាន់របស់យើងនៅពេលដែលយើងដាក់ខ្ទះបែបនេះហើយគឺយើងត្រូវការចាក់ទឹកចូលហើយប៉ានស្មានបរិមាណទឹកជាមួយនឹងជើងមាន់របស់យើងឲ្យស្មើគ្នាមកអ្នកទាំងអស់គ្នាកុំឲ្យវាច្រើនពេកហើយក៏កុំឲ្យវាតិចពេកដើម្បីឲ្យនៅពេលដែលយើងចាក់ទឹកស្មើទៅគឺជើងមាន់របស់យើងមកងាស់ទៅគឺផុយល្អឆ្អិនល្អហើយបន្ទាប់មកនៅពេលដែលយើងដាក់ដាំទឹកហ្នឹងយើងឆ្លៀតពេលទំនេរហ្នឹងមកបកខ្ទឹមសខ្ទឹមក្រហមទុកមួយឡែកដើម្បីយកវាទៅក្រឡុកដើម្បីចាក់ចូលនៅក្នុងជ្រក់ជើងមាន់របស់យើងហើយនេះគឺជាគ្រឿងផ្សំដែលយើងបានផ្សំរួចហើយបន្ទាប់មកទៀតទឹកក៏បានពុះនៅពេលដែលយើងឃើញទឹកពុះបែបនេះគឺយើងចាក់ចូលជាមួយនឹងជើងមាន់របស់យើងដែលយើងបានលាងទុកស្អាតអំបញ្ញមិញហ្នឹងក៏អេតជាមួយនឹងរំដេងស្លឹកក្រូចសើចហើយបន្ទាប់មកគឺខ្ញុំក៏បានអេតជាមួយនឹងគល់ក្រៃបន្ថែមហើយនឹងអំបិលខ្លះៗដើម្បីឲ្យវាកាត់ជាតិឆ្អាបអ្នកទាំងអស់គ្នាហើយនៅពេលដែលយើងបន្ថែមអំបិលបែបនេះគឺធ្វើឲ្យជើងមាន់របស់យើងមានរសជាតិឡែមៗប្រៃឡែមៗមិនសាពេកធ្វើឲ្យជើងមាន់របស់យើងហ្នឹងគឺមានរសជាតិឆ្ងាញ់ជាងមុនអ្នកទាំងអស់គ្នានៅពេលដែលយើងដាក់ជ្រក់ទៅគឺវាឆាប់ចូលជាតិលឿនហើយនេះទុកវាឲ្យវាពុះប្រហែលជា10នាទីទៅអ្នកទាំងអស់គ្នាកុំឲ្យវាពុះយូរខ្លាំងពេកព្រោះអីធ្វើឲ្យសាច់មាន់របស់យើងជើងមាន់របស់យើងនឹងឆ្អិនពេកគឺអត់ឆ្ងាញ់ទេនៅពេលដែលយើងស្រង់វាពីក្នុងទឹកក្តៅមកគឺចាក់ចូលក្នុងទឹកកកបែបនេះដើម្បីឲ្យជើងមាន់របស់យើងហ្នឹងគឺកាន់តែមានរសជាតិឆ្ងាញ់ជាងមុនបន្ទាប់មកខ្ញុំទុកសាច់មាន់ជើងមាន់ដែលនៅក្នុងតកកហ្នឹងទុកវាមួយឡែកសិនខ្ញុំមកក្លុកគ្រឿងដែលត្រូវចាក់ចូលក្នុងជ្រក់ជើងមាន់របស់យើងមានដូចជាស្ករប៊ីចេងទឹកត្រីម្ទេសខ្ទឹមសខ្ទឹមក្រហមក្រូចឆ្មាហើយក៏ដូចជាខ្ញុំអេតជាមួយនឹងរ៉ូឌីបន្តិចផងដែរអ្នកទាំងអស់គ្នាយើងដាក់ទៅតាមបរិមាណដែលយើងចូលចិត្តហឹរល្មមឬមួយមិនចូលចិត្តហឹរអីអ្នកទាំងអស់គ្នាអាចបន្ថយម្ទេសទៅតាមនឹងបានណាអ្នកទាំងអស់គ្នាបន្ទាប់មកខ្ញុំក៏បានហាន់ជាមួយនឹងគល់ស្លឹកគ្រៃដើម្បីដាក់ជាមួយនឹងជ្រក់ជើងមាន់របស់យើងគល់ស្លឹកគ្រៃនេះគឺខ្ញុំអត់ដាក់វានៅក្នុងចូលទៅក្នុងការក្លុកទេគឺខ្ញុំដាក់វានៅខាងក្រៅដើម្បីឲ្យវាមានរសជាតិកាន់តែឈ្ងុយហើយខ្ញុំក៏បានដាក់ជាមួយនឹងលឹកក្រូចសើចបន្ថែមផងដែរអ្នកទាំងអស់គ្នានេះគឺជាគ្រឿងក្រៅដែលខ្ញុំបានធ្វើវាហើយខ្ញុំយកវាមកចាក់ជាមួយនឹងជ្រក់ជើងមាន់ដែលយើងដាក់ត្រាំចូលក្នុងទឹកកកមិញហ្នឹងហើយឥឡូវនេះគឺបានរួចរាល់ហើយគ្រឿងផ្សំរបស់យើងគឺយើងបានជ្រក់ជើងមាន់មួយដ៏ឆ្ងាញ់ហើយអ្នកទាំងអស់គ្នាបន្ទាប់មកកូរវាបែបនេះដើម្បីឲ្យចូលជាតិហើយយកវាទៅទុកនៅក្នុងទូទឹកកកតែប៉ុណ្ណឹងរួចជាការស្រេចបានជ្រក់ជើងមាន់មួយដ៏ឆ្ងាញ់អ្នកទាំងអស់គ្នាអាចធ្វើសាកបានណាអរគុណច្រើន